năng bông phở bảo nhóm cọt ban trai cầm lại cùng đợt mũi rồi bỏ lục Andrew Carnegie để nhóm cái thép để nhóm stop hay vi chui mà đo càng nhiều bảo nhóm chui nè chiêu cam bảo nhóm đàn trong nhóm ban bằng ngày bông phở bảo nhóm cọt mà trai cầm lại cùng đợt nâng tự đo bông bồn đặc nàyได้phụ nhóm cái thép có cùng đợt nâng lõ hay mười viên chất nhóm còn miên trong một class đại ai và châu chui nâng cùng đợt bỏ lục Andrew Carnegie được kia và bông bồn đặc này ở đây score tới lục Andrew Carnegie cọt cứ chia thấy đại thép và tay nhóm nâng chun về cái nâng ở bông phở nhóm cọt nâng rượu rau trúc ta lục Andrew Carnegie cọt cứ chia pin nạc ở con trần mong bọn đặcนี้នៅក្នុងគំនិតនេះខ្ញុំចង់ចែកម្លែកអំពីលោក Andrew Carnegie មួយដែលគំនិតរបស់គាត់នោះគាត់និយាយថាមិនថាយើងធ្វើការឲ្យគេឬក៏យើងធ្វើការឲ្យខ្លួនឯងទេភាពជោគជ័យគឺវាមិនកើតចេញពីការងារដែលធម្មតាឬល្អនោះទេគឺយើងត្រូវតែធ្វើវាឲ្យល្អបំផុតអញ្ចឹងមុននឹងឈានទៅដល់ការបកស្រាយគំនិតមួយហ្នឹងខ្ញុំសូមរៀបរាប់អំពីប្រវត្តិខ្លះៗអំពីលោក Andrew Carnegie លោក Andrew Carnegie គឺគាត់កើតនៅប្រទេស Scotland ចក្រភពអង់គ្លេសដែលគាត់មានអាយុ13ឆ្នាំគាត់បានធ្វើអន្តោប្រវេសន៍ពីចក្រភពអង់គ្លេសឬក៏ប្រទេស Scotland ហ្នឹងមកកាន់ទឹកដីរបស់សហរដ្ឋអាមេរិកអញ្ចឹងនៅពេលនោះគាត់មានអាយុ13ឆ្នាំគាត់ត្រូវរៀនដោយខ្លួនឯងផងគាត់ត្រូវធ្វើការជាកម្មកររោងចក្រនៅក្នុងរោងចក្រមួយចំនួនដូចជារោងចក្រកបាសអីផ្សេងហើយចុងក្រោយគាត់ធ្វើការនៅក្នុងរោងចក្រដែកថែបមួយដែលពេលនោះហើយដែលគាត់ជាចំណុចចាប់ផ្ដើមធ្វើឲ្យគាត់ខ្លាចទៅជាអ្នកគេហៅគ្រប់គ្រងវ័យក្មេងអញ្ចឹងហើយគាត់បានលុតដំខ្លួនល្អមែនទែនដោយខ្លាចទៅជាអ្នកដែលគ្រប់គ្រងកម្មករនៅក្នុងរោងចក្រមួយនោះឥឡូវនេះខ្ញុំសូមបកស្រាយអំពីគំនិតដែលគាត់និយាយអំបញ្ញមិញហ្នឹងថាមិនថាយើងធ្វើការឲ្យគេឬក៏ធ្វើការឲ្យខ្លួនឯងទេដែលភាពជោគជ័យហ្នឹងគឺវាមិនកើតចេញពីការងារដែលធម្មតាឬក៏ល្អនោះទេគឺយើងត្រូវតែធ្វើវាឲ្យល្អបំផុតនៅក្នុងន័យនេះគឺយើងចង់សម្ដៅថាអូខេមិនថាឥឡូវនេះយើងកំពុងតែធ្វើការឲ្យគេឬក៏យើងកំពុងតែប្រកបអាជីវកម្មខ្លួនឯងឬក៏រកស៊ីទេដែលយើងនិយាយសាមញ្ញណាអញ្ចឹងយើងមិនអាចធ្វើកិច្ចការងារទាំងអស់នោះដោយគ្រាន់តែរំពឹងថាវាជាការងារដែលធម្មតាឬក៏ល្អហើយយើងរំពឹងចង់បានជោគជ័យទេគឺយើងត្រូវតែធ្វើវាឲ្យល្អបំផុតទើបអាភាពជោគជ័យនោះវារត់មករកយើងដូចឧទាហរណ៍ថានៅក្នុងពាក្យមួយឃ្លារបស់លោកគ្រូហៅច័ន្ទរដ្ឋាគាត់និយាយថាកុំធ្វើលេងចង់បានលទ្ធផលមែនតែនអញ្ចឹងនៅក្នុងពាក្យមួយឃ្លានេះទោះបីជាយើងធ្វើការឲ្យគេក៏ដោយទោះបីជាយើងធ្វើអាជីវកម្មក៏ដោយគឺសុទ្ធតែអាច apply បានទោះបីជាយើងធ្វើការឲ្យគេគឺយើងត្រូវតែធ្វើមែនតែនធ្វើដើម្បីយកលទ្ធផលមួយដែលយើងគិតថាវាជាលទ្ធផលដ៏ល្អបំផុតដើម្បីឲ្យភាពជោគជ័យវាកើតមានឡើងដូចគ្នាដែរបើសិនជាយើងធ្វើអាជីវកម្មក៏ដោយគឺយើងត្រូវតែរំពឹងនៅលទ្ធផលមួយដែលល្អបំផុតដូចគ្នាទើបធ្វើឲ្យអាជីវកម្មរបស់យើងនឹងជោគជ័យបើយើងគ្រាន់តែរំពឹងថាធ្វើឲ្យតែបានធម្មតាធ្វើឲ្យតែល្អមានន័យថាភាពជោគជ័យគឺវាអត់អាចរត់មករកយើងទេអញ្ចឹងហើយនេះជាគំនិតមួយរបស់លោក Andrew Carnegie ដែលអាច apply បានទាំងយើងធ្វើការឲ្យគេទាំងយើងធ្វើអាជីវកម្មខ្លួនឯងអរគុណគុំតែបងបញ្ញានិយាយតែតង់ជាមួយនឹងការងារប៉ុន្តែខ្ញុំគិតថាការសិក្សាក៏ដូចគ្នាដែរបើយើងចង់រៀនឲ្យបកកែហ្មងបើយើងរៀនធម្មតារៀនលេងហើយជាប់លេខ1ក្នុងថ្នាក់អូខេអាចយកបានបើធម្មតាហើយល្អដូចបងនិយាយមិញថាបើជោគជ័យបានមកមិនមែនដោយសារតែយើងធ្វើការងារនឹងធម្មតាល្អទេប៉ុន្តែធ្វើឲ្យល្អបំផុតអញ្ចឹងការរៀនក៏ដូចគ្នាដែរបើបងប្អូនរៀនធម្មតាហើយបានលេខ1ក្នុងថ្នាក់ដែរអូខេអាចទទួលយកបានប៉ុន្តែបើចង់ឲ្យលេខ1លំដាប់ពិភពលោកប្រកួតប្រជែងជាមួយនឹងប្រទេសដទៃទៀតបានតើតារៀនឲ្យល្អអត់ខ្ចោះតើអ្នកលេខ1គណិតវិទ្យាអ្នកជាប់លេខ1ទូទាំងពិភពលោកហ្មងតើគេរៀនធម្មតាគេរៀនល្អឬក៏គេរៀនឲ្យអស់ពីសមត្ថភាពរបស់គេហ្មងអញ្ចឹងមិនថាតែការងារសូម្បីតែពេលខ្លះការងាររបស់យើងដែលយើងធ្វើបច្ចុប្បន្នហ្នឹងក៏អញ្ចឹងដែរយើងគ្រាន់គិតថាបានប៉ុណ្ណាយកប៉ុណ្ណឹងទៅបានប៉ុណ្ណាយកប៉ុណ្ណឹងតែក៏ពិតជាក់ស្ដែងបើយើងពិតជាចង់ឲ្យទទួលបានលទ្ធផលមួយដែលយើងចង់បានណាតោះតែយើងប្រឹងឲ្យអស់ពីសមត្ថភាពអាពាក្យបានប៉ុណ្ណាយកប៉ុណ្ណឹងហ្នឹងគឺជាពាក្យដែលយើងលើកទឹកចិត្តខ្លួនឯងទេប៉ុន្តែអាគោលដៅធំដែលយើងចង់បានហ្មងតោះតែយើងប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើងតែម្ដងហើយតើតងជាមួយនឹង clear ដែលខ្ញុំរៀនសូត្រពីលោកគ្រូហៅច័ន្ទរដ្ឋាដូចគ្នាដូចបងបានលើកឡើងមិញអញ្ចឹងគឺថាកុំធ្វើការលេងហើយចង់បានលទ្ធផលមែនតើតែយើងធ្វើលេងបានលេងទេយើងអាចធ្វើលេងហើយចង់បានលទ្ធផលមែនតែនបានទេដូចគ្នាកុំធ្វើការលេងចង់បានលទ្ធផលមែនតែនការរៀនក៏ដូចគ្នាដែរកុំរៀនលេងហើយចង់ជាប់មែនតែនវាទៅរួចទេហើយបើរៀនលេងហើយជាប់លេខ1ក្នុងថ្នាក់មែនតែនណាហ្នឹងហើយបើជាប់បានក្នុងថ្នាក់ហ្នឹងទេឲ្យទៅប្រកួតមួយសាលាផ្សេងឥឡូវហ៊ានប្រកួតអត់ឥឡូវសាលា A ទៅប្រកួតមួយសាលា B តែយើងខ្លួនឯងហ៊ានប្រកួតអត់បើយើងដឹងថាយើងរៀនធម្មតាណារៀនធម្មបានតើល្អហ្នឹងវាអត់តណាល្អបំផុតហ្នឹងណាអញ្ចឹងយើងធ្វើអីក៏ដោយគឺថាប្រឹងឲ្យអស់ពីសមត្ថភាពទៅអញ្ចឹង
ពេលដែលបងប្រុសរបស់ខ្ញុំគាត់ចែកម្លេចកំណត់ហ្នឹងហើយក៏វា reflect ឲ្យខ្ញុំនឹកឃើញថាអូខេពេលខ្លះខ្ញុំធ្វើការងារតែម៉មៗឯងហើយខ្ញុំចេះឆ្ងល់ហេតុអីបានវាបានតែប៉ុណ្្នឹងហេតុអីវាមិនទៅមុខខ្ញុំធ្វើការវាតរ៉ែពេកវាអត់មានអីដែលថាល្អបំផុតណាព្រោះយើងគិតថាឲ្យយើងបានធ្វើប៉ុណ្្នឹងល្អឲ្យយើងបានធ្វើប៉ុណ្្នឹងល្អគេក៏ពិតជាក់ស្ដែងបើយើងចង់បានអានឹងលទ្ធផលនឹងមែនតើតោះតែយើងប្រឹងមែនតើអស់ពីលទ្ធភាពដែរតិចធ្វើមែនតើរហូតដល់យើងអត់ដេកតែគួរអត់ដេកដើម្បីធ្វើការងារមួយហ្នឹងបើព្រោះយើងចង់បានឲ្យវាល្អបំផុតអូខេក៏ពិតចំណុចនេះល្អមែនតើពាក់ព័ន្ធជាមួយនឹងយើងនិយាយអំពីសកម្មភាពឬក៏ការធ្វើនៅក្នុងអ្នកដឹកនាំគេហៅថារូបមន្តរបស់អ្នកដឹកនាំមួយដែរគេហៅថាអ្នកដឹកនាំការគិតស្មើនឹងការពិតសកម្មភាពស្មើនឹងលទ្ធផលចរិតស្មើវាសនាអញ្ចឹងបើយើងនិយាយនៅក្នុងសកម្មភាពមានសកម្មភាពស្មើនឹងលទ្ធផលនៅពេលដែលយើងធ្វើសកម្មភាពលេងលទ្ធផលរបស់យើងលេងបើសកម្មភាពរបស់យើងមែនតែនលទ្ធផលរបស់យើងក៏មែនតែនដូចគ្នាដែរអញ្ចឹងលីសាអាចសួរថាចុះបើយើងចង់សម្រេចកិច្ចការងារនឹងមួយតើយើងគួរអត់ដេកឬក៏អត់ពេលខ្លះវាជារឿងមួយដែលយើង sacrifice យើងត្រូវលះបង់ឧទាហរណ៍ថាការងារហ្នឹងជាការងារសំខាន់បំផុតដែលយើងត្រូវតែសម្រេចវាឲ្យបានកាលណាយើងហ៊ានលះបង់ទើបអលទ្ធផលដែលយើងចង់បានហ្នឹងវារត់មករកយើងប៉ុន្តែកាលណាយើងអត់ហ៊ានលះបង់ឧទាហរណ៍ថាយើងមិនហ៊ានលះបង់អត់គេងមួយយប់ពីរយប់អីទេការងារហ្នឹងអត់បានសម្រេចទេពេលខ្លះណាប៉ុន្តែការងារខ្លះក៏វាមិនត្រូវការឲ្យយើងត្រូវលះបង់អញ្ចឹងដែរប៉ុន្តែអាការងារមួយចំនួនគឺដាច់ខាតត្រូវតែឲ្យយើងលះបង់អញ្ចឹងដើម្បីឲ្យវាបានសម្រេចអញ្ចឹងអាហ្នឹងសកម្មភាពវាស្មើលទ្ធផលសកម្មភាពរបស់យើងធ្វើខ្លាំងកម្រិតណាផលរបស់យើងវាខ្លាំងកម្រិតហ្នឹងអានេះបើយើងទាញនៅក្នុងនៃសកម្មភាពថងចំណុចហ្នឹងបងប្អូនខ្ញុំគិតថាក្នុងខ្លួនរបស់យើងម្នាក់យើងសិតតែដឹងខ្លួនឯងថាយើងបានប្រឹងប្រែងអស់ពីសមត្ថភាពនៅឧទាហរណ៍ការខ្ញុំរៀនទី12អាហ្នឹងខ្ញុំដឹងថាខ្ញុំប្រឹងអស់ពីសមត្ថភាពហើយព្រោះខ្ញុំបានកំណត់ពេលវេលាឡើងច្បាស់ហ្មងរហូតដល់ខ្ញុំត្រូវងើបម៉ោង3ដើម្បីអាចឲ្យខ្ញុំរៀនទៅបានរៀនតន់គេបើខ្ញុំងើបម៉ោង5មេរៀនហ្នឹងខ្ញុំដឹងតែរៀនអត់ចប់ហើយព្រោះខ្ញុំបានកំណត់ថាម៉ោងនេះត្រូវធ្វើនេះម៉ោងនេះត្រូវធ្វើនេះបើខ្ញុំអត់ខប់ម៉ោង3ទេគឺខ្ញុំធ្វើអត់កើតហ្មងអញ្ចឹងខ្ញុំត្រូវ sacrifice ប៉ុន្តែទៅពេលសុំឲ្យ3មកដល់ឥឡូវខ្ញុំអត់មានខប់ម៉ោង3ទេតែការងារខ្ញុំធ្វើទូទៅធម្មតាពេលខ្លះខ្ញុំទទួលស្គាល់ថាជុំដាក់ការភាកដាក់អីតែមានអារម្មណ៍ថាថ្ងៃហ្នឹងដូចវាអត់មានអីដែលថាជះឥទ្ធិពលទៅលើគោលដៅរបស់យើងទេទាំងតែក៏ប៉ុតយើងធ្វើសកម្មភាពច្រើនតាយើងធ្វើសកម្មភាពច្រើនតែមានអារម្មណ៍ថាខ្លួនឯងអត់បានជះឥទ្ធិពលទេហើយពេលខ្លះគ្រាន់តែមើល TikTok តែ10នាទីឬក៏ខ្ជះខ្ជាយពេកអញ្ចឹងគិតថាថ្ងៃហ្នឹងគឺអត់បានធ្វើឲ្យល្អបំផុតបាត់ទេអញ្ចឹងខ្ញុំគិតថាខ្លួនយើងសិតតែដឹងថាតើយើងបានប្រឹងអស់ពីសមត្ថភាពនៅតែកុំខកខ្លួនឯងព្រោះខ្ញុំគិតថាខ្លួនខ្ញុំដឹងហ្មងបើខ្ញុំមើលតែ TikTok តែ10នាទីឬក៏តែ20នាទីដែលថាខ្ជះខ្ជាយពេលវេលាគឺថ្ងៃហ្នឹងខ្ញុំធ្វើអត់បានល្អខ្ចោះទេអញ្ចឹងខ្ញុំត្រូវកែប្រែចំណុចមួយហ្នឹងវិញប៉ុន្តែមិនមែនមើល TikTok សិតតែខុសទេណាបើយើងមានគោលដៅមើលក្នុងលក្ខណៈរៀនគឺអត់ខុសទេក៏ប៉ុន្តែរបស់អីក៏ដោយវាតែងតែមានមុខពីរឲ្យតែយើងប្រើវាឲ្យត្រូវអញ្ចឹងពីពួកខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាអាចចាប់យកនៅចំណុចណាដែលនិយាយទៅចំណុចណាល្អចាប់យកចុះហើយចំណុចណាអត់ល្អក៏បោះចោលទៅចាសូមអរគុណ